ពេលព្រះឆ្លើយតបការអធិដ្ឋានតើបងប្អូនដឹងទេថាខ្ញុំអធិដ្ឋានចង់បានអ្វីសួស្តីបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Voice of Experience សំឡេងនៃបទពិសោធន៍របស់ខ្ញុំថ្ងៃនេះខ្ញុំចង់ចែករំលែកអារម្មណ៍សប្បាយចិត្តនិងបទពិសោធន៍ពិតៗមួយដែលខ្ញុំទើបទទួលបាននៅកន្លែងការងារកន្លងមកនេះខ្ញុំធ្លាប់ធ្វើការងារច្រើនមុខណាស់ហើយខ្ញុំមានអនុប្រធានតែម្នាក់ទេប៉ុន្តែកិច្ចការច្រើនការទទួលខុសត្រូវខ្ពស់ធ្វើឲ្យខ្ញុំរត់ទៅធ្វើនេះបន្តិចរត់ទៅធ្វើនោះបន្តិចពេលខ្លះធ្វើតាន់ពេលខ្លះមិនតាន់ហើយពេលខ្លះទៀតក៏ត្រូវបានអ្នកគ្រប់គ្រងមិនសប្បាយចិត្តនិងស្ដីបន្ទោសឲ្យខ្ញុំជាញឹកញាប់ប៉ុន្តែខ្ញុំមិនដែលបោះបង់ទេខ្ញុំមិនមែនជាមនុស្សពូកែអីទេប៉ុន្តែខ្ញុំជាមនុស្សដែលស្រឡាញ់ការងារស្រឡាញ់ស្ថាប័នដែលខ្ញុំកំពុងបម្រើការងារហើយខ្ញុំតែងតែខំប្រឹងធ្វើគ្រប់ភារកិច្ចទាំងអស់ដោយមិនខ្ជិលឡើយមានពេលខ្លះខ្ញុំគិតក្នុងចិត្តថាបើសិនខ្ញុំមានអ្នកជួយតែ2នាក់ទៀតទំនងជាខ្ញុំអាចគ្រប់គ្រងការងារទាំងអស់នេះបានល្អប្រសើរជាងមុនជាក់ជាមិនខានហើយថ្ងៃនេះអ្វីដែលខ្ញុំបានអធិដ្ឋានទៅព្រះត្រូវបានឆ្លើយតបហើយខ្ញុំបានទទួលអ្នកជួយបន្ថែម2នាក់ទៀតឥឡូវនេះក្រុមការងាររបស់ខ្ញុំមានសរុប15នាក់ហើយក្នុងនោះមាន3នាក់ជាអនុប្រធានរបស់ខ្ញុំផ្ទាល់វាមិនមែនជារឿងធំសម្រាប់អ្នកដទៃទេប៉ុន្តែសម្រាប់ខ្ញុំវាជាអំណោយដ៏ធំពីព្រះវាជាសញ្ញាបង្ហាញថាការខំប្រឹងរបស់ខ្ញុំមិនឥតប្រយោជន៍ទេស្ថាប័ននេះបានបណ្ដុះបណ្ដាលខ្ញុំចាប់តាំងពីខ្ញុំមិនសូវចេះនិយាយមិនសូវមានទំនុកចិត្តរហូតក្លាយជាមនុស្សម្នាក់ដែលអាចបម្រើអាចសម្របសម្រួលនិងអាចទទួលខុសត្រូវបានល្អថែមទាំងផ្ដល់ប្រាក់បៀវត្សឲ្យខ្ញុំសមរម្យអាចផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្ញុំបានល្អជាងមុនថ្ងៃនេះខ្ញុំចង់និយាយទៅកាន់បងប្អូនទាំងអស់គ្នាថាកុំបោះបង់នៅពេលអ្នកនៅក្នុងស្ថានភាពពិបាកបើសិនអ្នកស្រឡាញ់អ្វីមួយព្យាយាមធ្វើឲ្យអស់ពីចិត្តអស់ពីសមត្ថភាពទោះបីមិនមានអ្នកមើលឃើញក្តីមិនសំខាន់ទេព្រោះមានព្រះមួយអង្គកំពុងតូតមើលយើងគ្រប់កិច្ចការទាំងអស់ជាចុងក្រោយនេះខ្ញុំសូមអរព្រះគុណព្រះអង្គដែលតែងតែគ្រប់គ្រងអ្វីដែលកូនខ្វះខាតនិងសូមឲ្យព្រះអង្គប្រទានពរដល់អ្នកស្ដាប់ទាំងអស់ឲ្យជោគជ័យគ្រប់ភារកិច្ចឲ្យមានកម្លាំងចិត្តក្នុងការបន្តដំណើរជីវិតដូចខ្ញុំដែរអរគុណច្រើនដែលបានស្ដាប់ Voice of Experience សំឡេងនៃបទពិសោធន៍របស់ខ្ញុំសូមជួយ Subscribe Channel YouTube របស់ខ្ញុំដើម្បីបានស្ដាប់បទពិសោធន៍ផ្សេងៗទៀត